បាទក្នុងមេរៀននេះយើងសិក្សាអំពីភាសាអង់គ្លេសបាទគឺគោលបំណងគឺចង់ឲ្យសិស្សសាស្ត្រទាំងអស់ស្គាល់ពីស្រៈតូលនិងស្រៈផ្សំបាទដូច្នេះយើងស្គាល់ស្រៈតូលច្បាស់យើងស្គាល់ស្រៈផ្សំច្បាស់នោះធ្វើឲ្យយើងងាយស្រួលក្នុងការអានពាក្យនៅក្នុងភាសាអង់គ្លេសបាទឬហៅថាភាសាអង់គ្លេសបាទម្យ៉ាងទៀតយើងត្រូវដឹងថាស្រៈតូលក៏ដោយស្រៈផ្សំក៏ដោយយើងអាចអានបញ្ចេញសំឡេងបានទាល់តែមានស្រៈពិសេសមួយទៀតនោះគឺស្រៈប្រកបបាទស្រៈប្រកបហ្នឹងជាសំឡេងស្រៈម្យ៉ាងសម្រាប់ប្រកបពាក្យទាំងឡាយបាទដែលជាពាក្យមានតែស្រៈតូលមានតែស្រៈផ្សំបាទអញ្ចឹងស្រៈប្រកបនេះជាស្រៈដែលខ្មែរយើងនិយមនិយាយថាសិងអានឬសិងប្រកបបាទសិងប្រកបគឺស្រៈប្រកបចុះបាទតែហៅតគ្នាមកបាទហើយសិងប្រកបនេះមានដូចជាសំឡេងអសំឡេងអាសំឡេងអសំឡេងអសំឡេងអសំឡេងសំឡេងសំឡេងអេសំឡេងអេសំឡេងអ៊ីសំឡេងអ៊ីសំឡេងអែសំឡេងអែសំឡេងអាយសំឡេងអ៊ូសំឡេងអ៊ូសំឡេងអ៊ាសំឡេងអ៊ាបាទយើងឃើញថាស្រៈទាំងអស់នេះជាស្រៈប្រកបបាទស្រៈប្រកបនេះយើងមិនបានយកសិក្សាទេគ្រាន់តែយើងថ្ងៃនេះយើងសិក្សាអំពីស្រៈតូលនិងស្រៈផ្សំអញ្ចឹងដោយសារស្រៈតូលនិងស្រៈផ្សំវាពាក់ព័ន្ធជាមួយនឹងស្រៈប្រកបដើម្បីជួយសំឡេងវានឹងអញ្ចឹងស្រៈប្រកបទាំងនេះដែលមានអអាអអអឺអ៊ូនេះគឺយើងអាចទៅមើលបាននៅក្នុងទំព័រទី2នៃវចនានុក្រមភាសាអង់គ្លេសបាទអញ្ចឹងយើងនឹងឃើញច្បាស់នៅទីនោះបាទប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកយកស្រៈតូលជាមួយស្រៈផ្សំមកបង្រៀនសិនដោយសារស្រៈនេះជាស្រៈដែលយើងតែងឃើញជាក់ស្ដែងក្នុងភាសាអង់គ្លេសតែយើងតែងឃើញជាក់ស្ដែងក្នុងការប្រើប្រាស់ទូទៅក្នុងភាសាអង់គ្លេសបាទអញ្ចឹងសំណួរសួរថាតើស្រៈតូលគឺជាអ្វីបាទចំពោះស្រៈតូលនេះគឺជាស្រៈមួយប្រភេទដែលយើងតែងឃើញឈរនៅតែឯងឬហៅថាមានតែមួយស្រៈបាទអញ្ចឹងចំនួនស្រៈតូលនេះយើងឃើញមានប្រភេទជាស្រៈ A ប្រភេទជាស្រៈ E ប្រភេទជាស្រៈ I ប្រភេទជាស្រៈ O និងប្រភេទជាស្រៈ U បាទអញ្ចឹងស្រៈក្នុងភាសាអង់គ្លេសស្រៈតូលមានចំនួន5បាទដែលឃើញជាស្ដែងគឺស្រៈ A ស្រៈ E ស្រៈ I ស្រៈ O និងស្រៈ U បាទអញ្ចឹងបន្ទាប់មកយើងសិក្សាដល់ពេលណាយើងស្គាល់ពីស្រៈទាំង5នោះហើយយើងចាប់ដើមទៅរកស្រៈផ្សេងទៀតហៅថាស្រៈផ្សំតើស្រៈផ្សំជាអ្វីបាទស្រៈផ្សំគឺជាប្រភេទស្រៈដែលបូកចូលគ្នាបង្កើតបានដោយស្រៈមួយដែលករណីខ្លះយើងឃើញថាស្រៈបូកស្រៈហើយបូកបន្ថែមនៅព្យញ្ជនៈមួយទៀតដើម្បីបានជាស្រៈថ្មីបាទឥឡូវនេះយើងមកមើលស្រៈផ្សំខាងក្រោមទាំងអស់គ្នាស្រៈខាងក្រោមនេះយើងឃើញមានស្រៈ E បូកជាមួយនឹងស្រៈ A បានទៅជាស្រៈ E គឺជាសំឡេង E បាទសំឡេង E ហើយស្រៈ E បូកជាមួយស្រៈ A បូកជាមួយនឹងព្យញ្ជនៈ O បានទៅជាស្រៈ Air ស្រៈ E បូកជាមួយស្រៈ E ខ្លួនឯងបានទៅជាស្រៈ E ស្រៈ E បូកជាមួយស្រៈ E បូកជាមួយនឹងព្យញ្ជនៈ O បានទៅជាស្រៈ Air ស្រៈ A បូកជាមួយនឹងព្យញ្ជនៈ O បូកជាមួយនឹងស្រៈ E បានទៅជាស្រៈ Air ស្រៈ E បូកជាមួយនឹងព្យញ្ជនៈ O បូកជាមួយនឹងស្រៈ E បានទៅជាស្រៈ Air ស្រៈ E បូកជាមួយនឹងស្រៈ O បានទៅជាស្រៈ E ស្រៈ O បូកជាមួយនឹងស្រៈ E បានទៅជាស្រៈ U ស្រៈ O បូកជាមួយនឹងស្រៈ A បានទៅជាស្រៈ O
ស្រៈអ៊ីបូកជាមួយនឹងស្រៈអាយបានទៅជាស្រៈអ៊ីស្រៈអាយបូកជាមួយស្រៈអ៊ីបានទៅជាស្រៈអែម្យ៉ាងទៀតស្រៈអាយបូកជាមួយស្រៈអ៊ីបានទៅជាស្រៈអ៊ីស្រៈអេបូកជាមួយនឹងស្រៈអាយបានទៅជាស្រៈអេស្រៈអេបូកជាមួយនឹងស្រៈអាយបូកជាមួយនឹងសញ្ញនៈអបានទៅជាស្រៈអែស្រៈអាយបូកជាមួយនឹងស្រៈអេបានទៅជាស្រៈអស្រៈអ៊ូបូកជាមួយនឹងស្រៈអាយបានទៅជាស្រៈអែម្យ៉ាងទៀតស្រៈអ៊ូបូកជាមួយនឹងស្រៈអាយបានទៅជាស្រៈអ៊ូស្រៈអូបូកជាមួយនឹងស្រៈអេបូកជាមួយនឹងសញ្ញនៈអបានទៅជាស្រៈអស្រៈអូបូកជាមួយនឹងស្រៈអូបូកជាមួយនឹងសញ្ញនៈអបានទៅជាស្រៈអស្រៈអេបូកជាមួយនឹងស្រៈអ៊ូបានទៅជាស្រៈអស្រៈអូបូកជាមួយនឹងស្រៈអូបានទៅជាស្រៈអ៊ូស្រៈអូបូកជាមួយស្រៈអ៊ូបានទៅជាស្រៈអ៊ូស្រៈអ៊ូបូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអ៊ូស្រៈអូបូកជាមួយនឹងស្រៈអ៊ូបូកនឹងសញ្ញនៈធីបានទៅជាស្រៈអោស្រៈអូបូកជាមួយនឹងស្រៈអ៊ូបូកជាមួយនឹងសញ្ញនៈ s បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអោស្រៈអូបូកជាមួយនឹងស្រៈអ៊ូបូកជាមួយនឹងសញ្ញនៈ d បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអោស្រៈអាយបូកជាមួយនឹងសញ្ញនៈ c បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអាយស្រៈអ៊ូបូកជាមួយនឹងសញ្ញនៈ y បានទៅជាស្រៈអាយសញ្ញនៈ y បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអាយស្រៈអាយបូកជាមួយនឹងសញ្ញនៈ p បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអាយស្រៈអាយបូកជាមួយនឹងសញ្ញនៈ d បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអាយស្រៈអាយបូកជាមួយនឹងសញ្ញនៈ p បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអាយស្រៈអាយបូកជាមួយនឹងអក្សរ z ហៅថាអក្សរ z បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអាយស្រៈអាយបូកជាមួយសញ្ញនៈ g បូកជាមួយនឹងអក្សរ h បានទៅជាស្រៈអាយស្រៈអាយបូកជាមួយនឹងសញ្ញនៈ g បូកជាមួយនឹងសញ្ញនៈ h បូកជាមួយនឹងសញ្ញនៈ t បានទៅជាស្រៈអាយស្រៈអាយបូកជាមួយនឹងសញ្ញនៈ f បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអាយស្រៈអ៊ូបូកជាមួយនឹងស្រៈអាយបូកជាមួយនឹងសញ្ញនៈ d បូកជាមួយនឹងស្រៈអ៊ីបានទៅជាស្រៈអាយបានចឹងស្រៈខាងក្រោមគឺស្រៈដែលគេតែនិយមប្រើទូទៅសំខាន់បំផុតក្នុងការសរសេរភាសាអង់គ្លេសហើយស្រៈបន្តទៅទាំងអស់នេះគឺហៅថាស្រៈផ្សំចឹងស្រៈផ្សំគឺជាស្រៈមួយប្រភេទដែលយើងងាយស្រួលក្នុងការចាប់យកនិងងាយស្រួលក្នុងការអានលឿនជាងគេបានហើយសូមបញ្ជាក់ថាក្នុងចំណោមស្រៈផ្សំនេះ95% គឺសំឡេងសៀនគឺអញ្ចឹងបាទសំឡេងពិតគឺអញ្ចឹងជាស្រៈនឹងតែនៅ5% ទៀតនោះគឺដោយសារតែមានស្រៈប្រកបមកជួយប្រកបបន្ថែម
ចឹងដល់ពេលណាដែលមានស្រាប់ប្រកបមកជួយប្រកបបន្ថែមធ្វើឲ្យស្រៈនេះដូរទៅរងទៅជាសម្លេងថ្មីទៀតបាទអញ្ចឹងអត់អីទេព្រោះយើងឃើញថាសំខាន់យើងចេះអានសិនបាទអញ្ចឹងដើម្បីសិក្សាបញ្ជាក់ឲ្យច្បាស់ថាតើគេអានមិនចាំមើលយើងសិក្សានៅវីដេអូក្រោយទៀតបាទអញ្ចឹងថ្ងៃនេះយើងគិតសិក្សាឲ្យដឹងថាតើស្រៈតូលមានប្រមាណហើយស្រៈផ្សំមានប្រមាណតែនឹងសិនបាទអញ្ចឹងសូមអរគុណ